តោះថ្ងៃនេះគឺយើងមកធ្វើនំខារ៉ាមែលញ៉ាំបងប្អូនហើយសាច់នំទុនទុននិយាយពីថាបានញ៉ាំអាលុយក្នុងមាត់ឆ្ងាញ់មែនតើមកហ្មងអូយអានេះបើថាបានញ៉ាំធ្វើញ៉ាំជុំគ្នាមិនដឹងថាសប្បាយញ៉ាំមកជិះបងប្អូនហើយខ្ញុំចូលចិត្តញ៉ាំមែនតើហើយនេះគឺជាគ្រឿងផ្សំរបស់ខ្ញុំមានប៉ុន្មានមុខនេះបងប្អូនខ្ញុំមាន whipping cream ជាមួយនឹង cream cheese មានពងមាន់ហើយមានខ្ទិះដូងហើយជាមួយនឹងទឹកដោះគោខាប់អីហ្នឹងឥឡូវនេះយើងមកថាកូរស្ករយើងឲ្យថាឡើងក្រហមចឹងបងប្អូនអានេះយើងកូរលេទឹកបន្តិចណាដល់ពេលឡើងក្រហមចឹងទៅយើងលើកចេញពីភ្លើងមកបងប្អូនចាក់តែប៉ុណ្្នឹងបានហើយទៅទុកបន្តិចទៀតគឺខ្លោចហ្មងហើយនេះគឺថាការដែលធ្វើនំខារ៉ាមែលនេះយើងត្រូវការពងមាន់ដាក់ចូល5គ្រាប់បងប្អូនដាក់ចូលពងមាន់5គ្រាប់ទៅបន្ទាប់មកទៀតយើងចាក់ទឹកដោះគោស្រស់ចំនួន1កែវហើយយើងដាក់ជាមួយនឹង whipping cream បងប្អូនមួយកូនចានហ្នឹងហើយខ្ញុំដាក់ជាមួយនឹង cream cheese ចូលមួយកូនចានដែរហើយខ្ញុំមានប្រើទឹកដោះគោខាប់ហើយនឹងខ្ទិះដូងចូលដែរនិយាយទៅនំខារ៉ាមែលនេះគឺអត់ប្រើខ្ទិះដូងប៉ុន្តែខ្ញុំធ្វើនៅផ្ទះខ្លួនឯងញ៉ាំចឹងខ្ញុំចេះតែដាក់ខ្ទិះដូងព្រោះដោយសារតែវាមានក្លិនឈ្ងុយហើយវាញ៉ាំឆ្ងាញ់ទៀតអញ្ចឹងខ្ញុំចូលចិត្តដាក់ញ៉ាំមែនតើបងប្អូនហើយយើងលាយចូលសមល្មមចឹងទៅបន្ទាប់មកខ្ញុំបន្ថែមទឹកក្លិនវ៉ានីឡាខ្ញុំបន្ថែមអំបិលបន្តិចបងប្អូនខ្ញុំភ្លេចថតហើយយើងក៏លុកវាឲ្យសព្វបែបនេះមកបងប្អូនយកកត្រងមួយត្រងគីឡូមានជាប់កាក់ជាប់អីចឹងតែប៉ុណ្ណឹងមកបងប្អូនយកវានឹងក្របហើយដាក់ទឹកបន្តិចមកយកទឹកដុតនៅភ្លើងកម្ដៅ200អង្សាហ្នឹងខ្ញុំដុតរយៈពេល1ម៉ោងបងប្អូនដូចជា1ម៉ោង20នាទីនឹងដាក់ដុតចោលទៅបានវាចេញប៉ុណ្ណេះមកអាហ្នឹងគឺឆ្អិនណាបងប្អូនគៀវាខាងចេះមកយើងអាចយកចានហ្នឹងផ្ទាប់ពីលើហ្នឹងយើងដាក់វាមកអញ្ចេះមកចាញ់ហើយបងប្អូនហើយខ្ញុំគោះវាតែបន្តិចមកអូយបាននំខារ៉ាមែលមួយយ៉ាងថាយ៉ាងស្រស់ស្អាតមកហ្មងបើនិយាយពីសាច់នំរបស់គេនោះឡើងទុននោះខ្ញុំនិយាយទៅខ្ញុំភាគច្រើនខ្ញុំអាសាធ្វើនៅផ្ទះញ៉ាំមួយប្អូនញ៉ាំមួយអីអញ្ចឹងទៅណាញ៉ាំលេងញ៉ាំផ្ទាប់មួយនំប៉័ងអីឆ្ងាញ់ណាស់គ្រឿងដែលខ្ញុំដាក់ជាមួយនឹងមានទឹកដោះគោខាប់ Happy ចាស់និងខ្ទិះដូងដែរឈ្ងុយឆ្ងាញ់គ្រប់មុខពេញចិត្តគ្រប់គ្នាជាមួយនឹងផលិតផល Happy ចាស់ទឹកដោះគោខាប់ខ្ទិះដូងហើយនឹងគេមានប៊ីចេងដែរដូចដែលខ្ញុំដាក់នៅដើមវីដេអូ background ហ្នឹងបងប្អូនគេមានលក់នៅតាមតូបចាប់ហួយនិងផ្សារទំនើបនានាអស់ហើយបងប្អូនអាចសាកធ្វើតាមរបៀបខ្ញុំចេះបានបងប្អូនសាច់នំគឺមានសភាពទន់គឺថាឆ្ងាញ់មែនតើមកហ្មងបងប្អូនចង់បានស្ករតិចអីហ្នឹងបងប្អូនដាក់តែបន្តិចអីបានអាស្ករដែលយើងកូរពីដំបូងហ្នឹងបើថាខ្ញុំដាក់តែប៉ុណ្្នឹងមកល្មមដូចតែខ្ញុំធ្វើញ៉ាំទូទៅអានេះខ្ញុំមិនញ៉ាំម្នាក់ឯងទេថតចឹងខ្ញុំញ៉ាំម្នាក់ឯងតែពេលបិទវីដេអូបងប្អូនហើយ3-4អ្នកចាប់ញ៉ាំសឹងមិនតាន់ហើយទៅដល់គោខាប់ Happy Chat ដែលខ្ញុំដាក់មួយហ្នឹងមានកំហាប់ខាប់ល្អក្លិនឈ្ងុយឆ្ងាញ់វាថាផ្អែមឆ្ងាញ់សម្បូរទៅដោយវីតាមីន A D3 B1 ហើយនិងសារធាតុចិញ្ចឹមល្អដែរខ្ទិះដូងគេក្លិនឈ្ងុយបងប្អូនដូចខ្ទិះដូងដែលច្របាច់ថ្មីពីសាច់ដូងអញ្ចឹងហើយងាយស្រួលប្រើប្រាស់និងរក្សាទុកអញ្ចឹងបងប្អូនកុំភ្លេចសាកធ្វើញ៉ាំណាវីដេអូមួយតែប៉ុណ្្នឹងទេបាយ